មេរៀនទី7តើអ្នកសុខសប្បាយជាទេថ្ងៃនីមួយៗរបស់អ្នកនឹងប្រែប្រួលទៅតាមទម្រង់មាត់របស់អ្នកចម្លើយរបស់យើងចំពោះសំណួរដែលថាតើអ្នកសុខសប្បាយជាទេគឺមើលទៅហាក់ដូចជារឿងតូចតាចណាស់ប៉ុន្តែយើងត្រូវឆ្លើយនឹងសំណួរនោះយ៉ាងហោចណាស់ក៏10ដងដែរក្នុងមួយថ្ងៃឬប្រហែលជាអាចដល់ទៅ50ដងផងក៏មានដូច្នេះបើគិតទៅវាមិនមែនជារឿងតូចតាចទាំងស្រុងនោះទេវាគឺជាផ្នែកដ៏សំខាន់មួយនៃការសន្ទនាប្រចាំថ្ងៃរបស់យើងនៅពេលណាដែលនរណាម្នាក់សួរអ្នកថាតើអ្នកសុខសប្បាយជាទេតើអ្នកឆ្លើយថាម៉េចជាធម្មតាចម្លើយរបស់អ្នកគឺមិនលើសពីពាក្យត្រឹមតែ2-3ម៉ាត់នោះទេប៉ុន្តែយ៉ាងណាក៏ដោយចម្លើយដ៏ខ្លីនោះគឺបានប្រាប់ច្រើនណាស់អំពីខ្លួនអ្នកនិងឥរិយាបថរបស់អ្នកតាមពិតទៅការឆ្លើយតបរបស់អ្នកគឺអាចជួយដុសខាត់ឥរិយាបថរបស់អ្នកបានយ៉ាងពិតប្រាកដខ្ញុំបានសង្កេតឃើញថាចម្លើយដែលបានឆ្លើយតបទៅនឹងសំណួរថាតើអ្នកសុខសប្បាយជាទេគឺអាចត្រូវបានបែងចែកជា3ប្រភេទនោះគឺអវិជ្ជមានមធ្យមនិងវិជ្ជមានចូលយើងពិនិត្យមើលប្រភេទទាំង3នេះនិងចម្លើយមួយចំនួនដែលមនុស្សនិយមប្រើនៅក្នុងប្រភេទនីមួយៗការឆ្លើយតបបែបអវិជ្ជមានការឆ្លើយតបបែបអវិជ្ជមានទៅនឹងសំណួរថាតើអ្នកសុខសប្បាយជាទេរួមមានឃ្លាដូចជាអត់សោះតែម្ដងយ៉ាប់ណាស់ឥឡូវមួយរយៈនេះហត់ណាស់ថ្ងៃនេះដូចអត់សប្បាយចិត្តសោះតែម្ដងអរគុណព្រះជាម្ចាស់ដែលថ្ងៃនេះជាថ្ងៃសុខចាស់ជាងមុនមួយថ្ងៃហើយតែក្រជាងមុនមួយរៀលកុំសួរអីល្អជាងនៅពេលនរណាម្នាក់ឆ្លើយថាកុំសួរអីល្អជាងខ្ញុំដឹងភ្លាមថាខ្ញុំច្បាស់ជាមានបញ្ហាជាមិនខានបុគ្គលម្នាក់នោះនឹងបញ្ចេញការរអ៊ូរទាំរាប់មិនអស់ហើយធ្វើឲ្យខ្ញុំស្ដាយក្រោយដែលបានសួរទៅកាន់គេថាតើអ្នកសុខសប្បាយជាទេតាំងពីដំបូងមកម្លេះជានិច្ចហើយខ្ញុំពិតជាមានអារម្មណ៍អាណិតដល់អ្នកដែលប្រកាន់យកទស្សនៈបែបអរគុណព្រះហើយដែលដល់ថ្ងៃសុខមកប្រើនៅក្នុងជីវិតជាទីបំផុតអ្នកសាកគិតពីអ្វីដែលពួកគេកំពុងនិយាយទៅមើលថ្ងៃច័ន្ទអង្គារពុធនិងប្រហ័សគឺសុទ្ធតែជាថ្ងៃដ៏អាក្រក់ជារៀងរាល់សប្តាហ៍សម្រាប់មនុស្សទាំងនេះពេលវេលាធ្វើការ4/5នៅក្នុងមួយសប្តាហ៍គឺសុទ្ធតែជាពេលវេលាមិនល្អទាំងអស់ចំណែកឯថ្ងៃទី5ដែលជាថ្ងៃសុក្រវិញគឺគ្រាន់តែជាថ្ងៃមួយដែលអាចទ្រាំបានតែប៉ុណ្ណោះព្រោះពួកគេបានដឹងថាពួកគេនឹងបានសម្រាកនៅពីថ្ងៃបន្ទាប់នោះឯងតើនេះគឺជាវិធីដែលអ្នកគួរប្រើប្រាស់ជីវិតរស់នៅរបស់អ្នកមែនទេតើអ្នកចាប់ផ្ដើមមើលឃើញហើយឬនៅថាពាក្យសម្ដីអវិជ្ជមានទាំងនេះអាចបំពុលដល់ឥរិយាបថរបស់អ្នកនិងធ្វើឲ្យអ្នកដទៃលែងចង់នៅក្បែរអ្នកយ៉ាងដូចម្តេចខ្លះការឆ្លើយតបបែបមធ្យមអ្នកដែលស្ថិតនៅក្នុងក្រុមឆ្លើយតបបែបមធ្យមនេះគឺគ្រាន់បើជាងក្រុមអវិជ្ជមានបន្តិចប៉ុន្តែពួកគេនៅតែមានចំណុចជាច្រើនដែលត្រូវកែលម្អអញ្ចឹងខាងក្រោមនេះគឺជាអ្វីដែលពួកគេតែងតែនិយាយធម្មតាមិនយ៉ាប់ពេកក៏មិនស្រួលពេកឥឡូវអត់អីទេតែតិចទៀតអាចនឹងយ៉ាប់ជាងនេះដដែលឬជីវិតតែប៉ុណ្្នឹងឯងចេះតែទ្រាំទៅមានអីឬល្មមតែអ្នកពិតជាចង់ចំណាយពេលច្រើនជាមួយមនុស្សដែលគិតថាជីវិតគឺមិនសូវយ៉ាប់ប៉ុន្មានពេកទេមែនទេតើនោះជាមនុស្សដែលអ្នកចង់រកស៊ីជាមួយដែរឬនៅពេលដែលយើងប្រើពាក្យបែបនេះយើងក៏កំពុងតែទម្លាក់ថាមពលរបស់ខ្លួនឯងដូចគ្នាតើអ្នកអាចស្រមៃឃើញនរណាម្នាក់និយាយថាបើមើលទៅតែទៀតអាចនឹងយ៉ាប់ជាងនេះទៀតទាំងដែលមានកាយវិការស្វាហាប់និងពោពេញដោយភាពរស់រវើកដែរទេពិតណាស់គឺมันអាចទៅរួចទេសម្ដីរបស់មនុស្សទាំងនេះនិយាយចេញមកស្ដាប់ទៅហាក់ដូចជាមិនបានគេងពីថ្ងៃជាប់គ្នារួចមកហើយអញ្ចឹងវាគ្មានផ្លូវកិច្ចផុតនោះទេមនុស្សដែលប្រើពាក្យនៅក្នុងកម្រិតមធ្យមនឹងបង្កើតឲ្យមានឥរិយាបថមធ្យមហើយពួកគេនឹងទទួលបានលទ្ធផលត្រឹមកម្រិតមធ្យមតែប៉ុណ្្នឹងឯងហើយខ្ញុំដឹងថាអ្នកច្បាស់ជាមិនចង់បានបែបនោះឡើយការឆ្លើយតបបែបវិជ្ជមានបន្តមកទៀតគឺការឆ្លើយតបបែបវិជ្ជមានទាំងនេះគឺជាពាក្យសម្ដីរបស់មនុស្សដែលពោពេញទៅដោយភាពរស់រវើកតែងតែនិយាយជីវិតគឺអស្ចារ្យយកតែម្ដងកប់ហ្មងនិយាយទៅចុះមានទៅអន់អីកប់យកតែមែនតែនហ្មងហ្នឹងឥឡូវដូចមានអារម្មណ៍ថាសប្បាយចិត្តមួយទំហឹងតែម្ដងមានអីល្អជាងពេលឥឡូវហ្នឹងទៀតចុះ
អ្នកដែលប្រើពាក្យវិជ្ជមានបែបនេះតែងតែបង្ហាញពីធម៌ពលនិងភាពស្វាហាប់នៅក្នុងគ្រប់ជំហាននីមួយៗរបស់ពួកគេជានិច្ចហើយអ្នកនឹងមានអារម្មណ៍ថាធូរស្រាលខ្លះមិនខាននៅពេលដែលអ្នកបាននៅក្បែរពួកគេនិយាយឲ្យស្មោះត្រង់ទៅមើលតើអ្នកមានអារម្មណ៍បែបណាខ្លះនៅពេលដែលអ្នកបានអានបញ្ជីពាក្យវិជ្ជមានទាំងអស់នេះខ្ញុំមិនដឹងពីអ្នកទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានធម៌ពលនិងរំភើបនៅពេលដែលខ្ញុំពិនិត្យមើលបញ្ជីទាំងនោះទាំងនេះគឺជាមនុស្សដែលខ្ញុំទន្ទឹងរង់ចាំជួបនៅក្នុងថ្ងៃនេះទាំងនេះគឺជាមនុស្សដែលទំនងជាអាចនឹងរកស៊ីជាមួយនឹងខ្ញុំបានហើយអ្វីមិនសាកល្បងត្រឡប់ទៅអានបញ្ជីពាក្យអវិជ្ជមាននិងបញ្ជីនៃពាក្យកម្រិតមធ្យមឡើងវិញទៅសាកល្បងនិយាយវាឲ្យលឺៗទៅមើលតើពាក្យទាំងនោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាដែរប្រកបណាស់គឺវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ក្រៀមក្រំនិងអស់សង្ឃឹមនោះឯងអ្នកឃើញទេប្រសិនបើមានជំរឿខ្ញុំសុខចិត្តនៅក្បែរមនុស្សដែលមានភាពវិជ្ជមាននិងពោពេញដោយធម៌ពលជីវិតវិញជាជាងនៅក្បែរមនុស្សដែលអវិជ្ជមាននិងគ្មានប្រលឹងប្រលេះនៅក្នុងខ្លួនវាប្រៀបបានទៅនឹងពាក្យចាស់មួយឃ្លាបានពោលថាមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើឲ្យបន្ទប់មួយភ្លឺស្រឡះបានអ្នកខ្លះធ្វើឲ្យវាភ្លឺនៅពេលពួកគេដើរចូលទៅក្នុងបន្ទប់ហើយអ្នកខ្លះទៀតធ្វើឲ្យវាភ្លឺនៅពេលពួកគេដើរចេញពីបន្ទប់អ្នកច្បាស់ជាចង់ខ្លាចទៅជាមនុស្សដែលធ្វើឲ្យបន្ទប់ភ្លឺឡើងនៅពេលដែលអ្នកដើរចូលទៅជាមិនខានតើត្រូវទេសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលនរណាម្នាក់សួរខ្ញុំថាតើអ្នកសុខសប្បាយជាទេជាធម្មតាខ្ញុំតែងតែឆ្លើយថាខ្ញុំសុខសប្បាយខ្លាំងយកតែមែនតែម្ដងវាបានបង្ហាញពីអេរយាប័តវិជ្ជមានទៅកាន់អ្នកដទៃហើយនៅពេលដែលខ្ញុំកាន់តែនិយាយពីវាច្រើនប៉ុណ្ណានោះខ្ញុំក៏កាន់តែមានអារម្មណ៍ថាមានក្តីសុខច្រើនខ្លាំងទៅតាមនោះដូចគ្នាចូលរួមជាមួយក្រុមមនុស្សអវិជ្ជមានអញ្ចឹងឥឡូវនេះអ្នកមានឱកាសបានពិនិត្យមើលអំពីការឆ្លើយតបធម្មតាមួយចំនួននៅក្នុងក្រុមនីមួយៗដែលរួមមានក្រុមអវិជ្ជមានក្រុមមធ្យមនិងក្រុមវិជ្ជមានរួចហើយតើឃ្លាមួយណាដែលអ្នកតែងតែប្រើញឹកញាប់ជាងគេនោះតើការឆ្លើយតបបែបណាខ្លះដែលមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកតែងតែប្រើប្រាស់នោះប្រសិនបើអ្នករកឃើញថាខ្លួនអ្នកស្ថិតនៅក្នុងក្រុមអវិជ្ជមានឬក្រុមមធ្យមខ្ញុំសូមណែនាំឲ្យអ្នកពិចារណាធ្វើការផ្លាស់ប្ដូរការឆ្លើយតបរបស់អ្នកវិញជាបន្ទាន់ហើយកុំភ្លេចចូលរួមនៅក្នុងជួរនៃក្រុមមនុស្សវិជ្ជមានជំនួសវិញហើយនេះគឺជាមូលហេតុនៅពេលដែលមានគេសួរអ្នកថាតើអ្នកសុខសប្បាយជាទេហើយអ្នកបែរជាឆ្លើយថាយ៉ាប់ណាស់ឥឡូវឬមិនសូវប៉ុន្មានទេនោះវានឹងជាឥទ្ធិពលមិនល្អដល់សរីរវិទ្យារបស់អ្នកនឹងមានទំនោរទម្លាក់ស្មានិងអោនក្បាលចុះនិងបង្ហាញពីកាយវិការបែបស្រងូតស្រងាត់ជាមិនខានចុះចំណែកអារម្មណ៍របស់អ្នកវិញបន្ទាប់ពីពោលថាអ្នកអត់សោះតែម្ដងតើអ្នកមានអារម្មណ៍ថាធូរស្រាលជាងមុនដែរទេពិតណាស់គឺអត់ទេអ្នកនឹងកាន់តែមានអារម្មណ៍ថាបាក់ទឹកចិត្តខ្លាំងជាងមុនទៅទៀតពីព្រោះថាពាក្យសម្ដីនិងគំនិតអវិជ្ជមានទាំងនោះនឹងបង្កើតឲ្យមានអារម្មណ៍អវិជ្ជមានហើយនៅទីបំផុតវានឹងនាំមកនូវលទ្ធផលអវិជ្ជមានមកឲ្យអ្នកយ៉ាងពិតប្រាកដហើយរឿងដែលថាបញ្ឈប់វាបានឬក៏អត់នោះគឺវាអាស្រ័យលើអ្នកទោះបីជាស្ថានភាពជាក់ស្ដែងនៅក្នុងជីវិតរបស់អ្នកជំរុញឲ្យអ្នកនិយាយពាក្យថាអ្នកអត់សោះតែម្ដងក៏ដោយអាចជាការចរចាពីរឿងមុខរបររកស៊ីដ៏ជោគជ័យមួយត្រូវបានបរាជ័យឬកូនរបស់អ្នកទទួលបាននិទេសមិនល្អនៅក្នុងសាលាជាដើមក៏អេរយាប័តដ៏ស្រងូតស្រងាត់របស់អ្នកមិនអាចជួយឲ្យស្ថានភាពនោះប្រសើរជាងមុនដែរអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺការឆ្លើយតបបែបមធ្យមឬអវិជ្ជមានរបស់អ្នកនឹងធ្វើឲ្យអ្នកដទៃកាន់តែលែងចង់នៅក្បែរអ្នកពួកគេនឹងមានអារម្មណ៍ថាពួកគេកាន់តែមិនសប្បាយចិត្តតាមអ្នកដោយគ្រាន់តែពួកគេនៅក្បែរអ្នកនិងស្ដាប់នៅការមើលឃើញពីពិភពលោកនៅក្នុងផ្លូវអាក្រក់តាមរយៈការរៀបរាប់របស់អ្នកតែប៉ុណ្ណោះបង្កើតទម្លាប់ថ្មីមួយប្រសិនបើផលវិបាកអវិជ្ជមានទាំងនេះកើតចេញពីពាក្យសម្ដីរបស់អ្នកចុះហេតុអ្វីបានជាអ្នកនៅតែបន្តនិយាយវាទៀតភាគច្រើនគឺមកពីអ្នកមិនទាន់បានដឹងថាអ្នកមានសិទ្ធិជ្រើសរើសនៅក្នុងរឿងមួយនេះឯងផ្ទុយទៅវិញអ្នកកំពុងតែដើរតាមទម្លាប់មួយដែលអ្នកបានបង្កើតឡើងកាលពីច្រើនឆ្នាំមុនជាទម្លាប់មួយដែលលែងផ្ដល់ផលប្រយោជន៍ដល់អ្នកនោះឯងនៅទីបញ្ចប់ពាក្យសម្ដីរបស់អ្នកផ្ទាល់គឺជាពាក្យទំនាយដែលនឹងក្លាយទៅជាការពិតសម្រាប់អ្នកប្រសិនបើអ្នកនិយាយថាអ្វីគ្រប់យ៉ាងយ៉ាប់ដល់ហើយឥឡូវនោះខួរក្បាលរបស់អ្នកនឹងស្រូបទាញមនុស្សនិងស្ថានភាពទាំងឡាយណាដែលនឹងធ្វើឲ្យពាក្យសម្ដីនោះក្លាយទៅជាការពិតមករកអ្នកជាមិនខានផ្ទុយទៅវិញប្រសិនបើអ្នកពោលដដែលថាជីវិតរបស់អ្នកគឺពិតជាអស្ចារ្យណាស់
នោះចិត្តរបស់អ្នកនឹងចាប់ផ្ដើមនាំអ្នកឲ្យឆ្ពោះទៅរកទិសដៅវិជ្ជមានវិញជាក់ជាមិនខានជាឧទាហរណ៍សូមសាកល្បងពិចារណាថាតើមានអ្វីកើតឡើងនៅពេលដែលអ្នកឆ្លើយតបថាអ្នកសប្បាយចិត្តយកតែមែនតែនតែម្ដងឥឡូវឬសម្បូរសប្បាយណាស់ឥឡូវទៅមើលនៅពេលដែលអ្នកនិយាយពាក្យទាំងនេះនោះសរីរវិទ្យារបស់អ្នកនឹងចាប់ផ្ដើមមានភាពស៊ីសង្វាក់ជាមួយនឹងភាសាបែបសុទិដ្ឋិនិយមរបស់អ្នករាងកាយរបស់អ្នកនឹងមានភាពស្វាហាប់និងត្រង់ខ្លួនជាងមុនមនុស្សដទៃនឹងត្រូវបានស្រូបទាញដោយថាមពលនិងភាពរស់រវើករបស់អ្នកមុខរបររកស៊ីនិងសម្ព័ន្ធភាពតខ្លួនរបស់អ្នកនឹងមានភាពល្អប្រសើរឡើងតើបញ្ហាទាំងអស់នៅក្នុងជីវិតរបស់អ្នកសុខស្រាប់តែរលាយបាត់ទៅយ៉ាងអភិនិហាបែបនេះឬទេវាមិនមែនដូច្នោះទេប៉ុន្តែគឺមកពីអ្នកបានចាប់ផ្ដើមដំណើរការនៅគោលការណ៍ដ៏សំខាន់បំផុតមួយនោះគឺយើងនឹងទទួលបាននូវអ្វីដែលយើងបានរំពឹងទុកនៅក្នុងជីវិតនោះឯងខ្ញុំអាចនិយាយប្រាប់អ្នកអំពីបទពិសោធន៍ផ្ទាល់របស់ខ្ញុំមួយថានេះគឺជាចំណុចដ៏តូចតាចមួយនៅក្នុងជីវិតដែលបង្កឲ្យមានភាពខុសគ្នាដ៏ធំធេងកាលពីប្រហែល15ឆ្នាំមុននៅពេលដែលមាននរណាម្នាក់សួរខ្ញុំថាតើអ្នកសុខសប្បាយជាទេខ្ញុំតែងតែឆ្លើយទៅវិញថាធម្មតាទាំងដែលដឹងថាខ្លួនគ្មានធម៌ពលនៅក្នុងខ្លួនសូម្បីតែបន្តិចតើអ្នកដឹងទេថាខ្ញុំកំពុងធ្វើអ្វីនៅពេលនោះគឺខ្ញុំកំពុងតែសរសេរប្រូក្រាមឲ្យខ្លួនឯងដើម្បីទទួលបានត្រឹមសម្ព័ន្ធភាពបែបធម្មតាជាមួយនឹងមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំកំពុងតែសរសេរប្រូក្រាមឲ្យខ្លួនឯងដើម្បីទទួលបានត្រឹមតែភាពជោគជ័យធម្មតាសម្រាប់ខ្លួនខ្ញុំកំពុងតែសរសេរប្រូក្រាមឲ្យខ្លួនឯងដើម្បីឲ្យខ្លួនឯងទទួលបានអេរិយាបថធម្មតានិងជីវិតដែលធម្មតាសម្រាប់ខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែក្រោយមកអរគុណដល់ព្រះជាម្ចាស់ដែលខ្ញុំបានរៀនសូត្រដឹងថាខ្ញុំមិនចាំបាច់សុខចិត្តទទួលយកជីវិតត្រឹមធម្មតានោះឡើយដូច្នេះខ្ញុំក៏បានលើកកម្ពស់កម្រិតនៃការឆ្លើយតបរបស់ខ្ញុំឲ្យខ្ពស់ជាងមុនរួចក៏ចាប់ផ្ដើមនិយាយថាសុខសប្បាយពេញមួយទំហឹងតែម្ដងឥឡូវខ្ញុំនិយាយវាប្រកបដោយថាមពលពិតណាស់ពីដំបូងវាហាក់ដូចជាមិនសូវស្រណុកចិត្តប៉ុន្មានទេមនុស្សមួយចំនួនបានសម្លឹងមកខ្ញុំហាក់ដូចជាខ្ញុំជាមនុស្សរៀងចម្លែកបន្តិចដែរប៉ុន្តែបន្ទាប់ពីបានប្រហែលមួយសប្តាហ៍មកវាក៏ចាប់ផ្ដើមធូរចេញមកដោយឯងតែម្ដងហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអារម្មណ៍ដែលប្រសើរជាងមុនយ៉ាងច្រើនរបស់ខ្ញុំនិងការដែលមនុស្សនៅជុំវិញខ្លួនខ្ញុំមានចំណាប់អារម្មណ៍ចង់និយាយជាមួយខ្ញុំកាន់តែខ្លាំងជាងមុនជឿខ្ញុំចុះវាមិនមែនជារឿងដែលស្មុគស្មាញខ្លាំងពេកនោះទេដើម្បីមានអេរិយាបថដ៏អស្ចារ្យមួយអ្នកមិនចាំបាច់មានទេពកោសល្យមានលុយកាក់ច្រើនឬមានរូបរាងស្អាតសង្ហាអ្វីនោះទេអ្នកគ្រាន់តែត្រូវបង្កើតទម្លាប់នៃការប្រើប្រាស់ការឆ្លើយតបបែបវិជ្ជមាននិងពោរពេញដោយថាមពលតែប៉ុណ្ណោះហើយអ្នកនឹងទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលដោយដែលខ្ញុំទទួលបានជាក់ជាមិនខានចុះបើខ្ញុំគ្មានអារម្មណ៍ថាសប្បាយចិត្តសូម្បីតែបន្តិចវិញនោះនៅពេលណាដែលខ្ញុំធ្វើបទបង្ហាញហើយណែនាំដល់អ្នកស្ដាប់របស់ខ្ញុំឲ្យផ្ដល់ការឆ្លើយតបប្រកបដោយភាពស្វាហាប់ទៅកាន់សំណួរថាតើអ្នកសុខសប្បាយជាទេនោះគឺតែងតែមាននរណាម្នាក់ដើរចូលមកជួបខ្ញុំបន្ទាប់ពីចប់កម្មវិធីរួចសួរខ្ញុំថាចុះបើខ្ញុំគ្មានអារម្មណ៍ថាសប្បាយចិត្តមែនវិញនោះខ្ញុំមិនចង់កុហកមិត្តភ័ក្តិនិងមិត្តរួមការងាររបស់ខ្ញុំដោយប្រាប់ពួកគេថាអ្វីគ្រប់យ៉ាងគឺអស្ចារ្យខ្លាំងណាស់ទាំងដែលការពិតវាមិនមែនដូច្នោះនោះទេចំណុចត្រង់នេះសូមកុំយល់ច្រឡំលើខ្ញុំអីខ្ញុំជាមនុស្សដែលផ្ដល់តម្លៃខ្ពស់បំផុតទៅលើសុចរិតភាពនិងការនិយាយការពិតប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំមិនគិតថានេះគឺជាបញ្ហាទាក់ទងនឹងការនិយាយការពិតឬមិនពិតនោះទេចាំខ្ញុំបញ្យល់ប្រាប់អ្នកឧបមាថាសូលីមានអារម្មណ៍ថាហត់នឿយនៅពេលដែលមាននរណាម្នាក់នៅកន្លែងការងារសួរនាងថាតើអ្នកសុខសប្បាយជាទេនាងចង់បង្ហាញពីភាពស្មោះត្រង់បំផុតដូច្នេះនាងក៏ឆ្លើយថាខ្ញុំហត់ណាស់នេះគឺជាអ្វីដែលនឹងកើតឡើងសូលីនឹងកាន់តែពង្រឹងទៅលើជំនឿរបស់នាងថានាងពិតជាហត់នឿយមែនមិនខាននាងនឹងមានអារម្មណ៍ថាកាន់តែអស់កម្លាំងខ្លាំងជាងមុនទៅទៀតនាងប្រហែលជានឹងទម្លាក់ស្មាចុះហើយដកដង្ហើមធំនាងនឹងត្រូវជួបនឹងថ្ងៃធ្វើការដ៏អាក្រក់មួយនិងគ្មានបានសាច់ការសូម្បីតែបន្តិចមិនខានអញ្ចឹងយើងត្រឡប់មកពិចារណាពីបុគ្គលដែលបានសួរទៅសូលីដែលប្រហែលជាកំពុងតែស្ដាយក្រោយដែលបានសួរនាងវិញម្ដងបុគ្គលម្នាក់នោះក៏មានអារម្មណ៍មិនល្អដូចគ្នាតាមពិតទៅនៅពេលដែលមាននរណាម្នាក់ប្រាប់អ្នកថាតើពួកគេហត់នឿយខ្លាំងប៉ុណ្ណានោះតើវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដែរទេខ្ញុំគិតថាគ្មានផ្លូវនោះទេ
គ្រាន់តែឮពាក្យថាហត់ភ្លាមអ្នកក៏ចាប់ផ្ដើមស្ងាប់តាមផ្លែតបាត់ទៅហើយដូច្នេះសូលីមិនត្រឹមតែធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តប៉ុណ្ណោះទេប៉ុន្តែនាងថែមទាំងធ្វើឲ្យមិត្តរួមការងាររបស់នាងបាក់ទឹកចិត្តតាមនាងថែមទៀតផងអូខេឥឡូវនេះបន្ទាប់ពីបញ្ចប់ថ្ងៃដ៏ហត់នឿយបំផុតរបស់នាងរួចសូលីក៏ត្រឡប់ទៅផ្ទះវិញនៅក្នុងសភាពទ្រុឌទ្រោមខ្លួនខ្លាំងជាទីបំផុតនាងបានទម្លាក់ខ្លួនអង្គុយលើកៅអីដែលនាងចូលចិត្តរួចបើកកាសែតមើលលេខឆ្នោតដែលត្រូវរង្វាន់នៅពេលដែលនាងដកសន្លឹកឆ្នោតចេញពីកាបូបលុយនាងក៏ស្រាប់តែដឹងថានាងកំពុងតែកាន់សន្លឹកឆ្នោតដែលត្រូវរង្វាន់ធំនាងទើបតែបានឈ្នះប្រាក់$10 លានតើអ្នកគិតថាសូលីនឹងធ្វើអ្វីសូមកុំភ្លេចថានាងកំពុងតែហត់នឿយខ្លាំងសម្បើមណាស់ទាំងអ្នកនិងខ្ញុំសុទ្ធតែដឹងច្បាស់ថាសូលីនឹងស្ទុះងើបចេញពីកៅអីលោតកញ្ឆេងចុះឡើងស្រែកហូរនិងក្រវីដៃឡើងទៅលើអាកាសជាមិនខានថាមិនត្រូវអ្នកប្រហែលជាគិតថានាងកំពុងដឹកនាំថ្នាក់ហាត់ប្រាណអេរ៉ូប៊ិកមួយផងក៏ថាបានជាធម្មតានាងនឹងរត់ទៅលើទូរស័ព្ទដើម្បីខលទៅគ្រួសារនិងមិត្តភ័ក្តិរបស់នាងនឹងមានថាមពលពេញខ្លួនហើយប្រហែលជានឹងដាច់យប់ដើម្បីអបអរសាទរនិងរៀបចំគម្រោងថាតើត្រូវធ្វើអ្វីខ្លះជាមួយនឹងប្រាក់ទាំងអស់នោះថែមទៀតផងប៉ុន្តែឈប់សិនកាលពី10 វិនាទីមុនស្ត្រីម្នាក់នេះកំពុងតែអស់កម្លាំងទ្រាំខ្លួនសម្បើមណាស់ប៉ុន្តែឥឡូវនេះនាងបាយជាមានថាមពលដូចក្មេងស្រីអាយុ15ឆ្នាំដែលទើបតែទទួលបានដំណឹងថានាងត្រូវបានគេជ្រើសរើសឲ្យចូលទៅក្នុងក្រុមក្មេងស្រីរាំលើកទឹកចិត្តទៅវិញតើមានអ្វីកើតឡើងនៅក្នុងចន្លោះរយៈពេល10 វិនាទីនេះទៅរហូតដល់ថ្នាក់អាចផ្លាស់ប្ដូរមនុស្សម្នាក់ពីបាក់កម្លាំងខ្លាំងមកជាមនុស្សម្នាក់ដែលអាចរំភើបហក់លោតកញ្ឆេងកញ្ឆោងបែបនេះនោះតើមកពីនាងបានចាក់វីតាមីន B12 ឬតើមាននរណាម្នាក់យកទឹកកកមួយធុងមកជះចំកណ្ដាលមុខនាងឬគឺមិនមែនទេការផ្លាស់ប្ដូររបស់នាងគឺកើតចេញពីផ្លូវចិត្តរបស់នាងទាំងស្រុងតែម្ដងត្រង់ចំណុចនេះខ្ញុំមិនមែនកំពុងតែព្យាយាមមើលស្រាលចំពោះអារម្មណ៍ដែលសូលីកំពុងមាននោះទេភាពហត់នឿយរបស់នាងគឺជាការពិតប៉ុន្តែថាមពលផ្លូវកាយគឺមិនខ្លាំងដល់ផ្លូវចិត្តនោះទេដូច្នេះតើសូលីនិយាយការពិតដែរទេនៅពេលដែលនាងនិយាយថានាងហត់នឿយនោះតាមពិតទៅវាមិនសូវជាពាក់ព័ន្ធនឹងការពិតប៉ុន្មាននោះទេវាគឺជាបញ្ហានៃអ្វីដែលសូលីជ្រើសរើសដើម្បីផ្ដោតអារម្មណ៍ទៅលើវាទៅវិញទេនាងអាចផ្ដោតអារម្មណ៍លើអារម្មណ៍ហត់នឿយបាននោះគឺជាជម្រើសមួយហើយមួយវិញទៀតនាងក៏អាចគិតអំពីពរជ័យនិងរឿងល្អៗជាច្រើននៅក្នុងជីវិតរបស់នាងហើយមានអារម្មណ៍ថាខ្លួនឯងមានសំណាងនិងមានថាមពលខ្លាំងវិញបានដូចគ្នារបៀបដែលយើងមានអារម្មណ៍ជាញឹកញាប់គឺជាបញ្ហាអត្តនោម័តរបស់យើងនៅពេលដែលយើងប្រាប់ខ្លួនឯងថាយើងហត់នោះយើងនឹងមានអារម្មណ៍ថាហត់នៅពេលដែលយើងប្រាប់ខ្លួនឯងថាយើងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់នោះយើងនឹងមានអារម្មណ៍ថាយើងមានថាមពលដោយដែលអ្នកបានចងចាំកាលពីមេរៀនទី2មកអញ្ចឹងថាយើងនឹងក្លាយជាអ្វីដែលយើងគិតឆ្លើយតបដោយក្តីរំភើបស្វាហាប់សម្រាប់នៅខែបន្ទាប់នេះចូលអ្នកសាកល្បងធ្វើការពិសោធន៍មួយនេះនៅពេលដែលមាននរណាម្នាក់សួរអ្នកថាតើអ្នកសុខសប្បាយជាទេមិនថាជាមិត្តរួមការងារឬជាអ្នកគិតលុយនៅតាមហាងលក់ទំនិញនោះទេចូលឆ្លើយតបទៅវិញប្រកបដោយភាពស្វាហាប់និងក្តីរំភើបថាខ្ញុំសុខសប្បាយណាស់ឬសុខសប្បាយជាទីបំផុតចូលនិយាយពាក្យទាំងនេះប្រកបដោយស្នាមញញឹមនិងពន្លឺភ្លឺចែងចាំងនៅក្នុងកែវភ្នែករបស់អ្នកវាមិនសំខាន់នៅត្រង់ថាតើខណៈពេលនោះអ្នកមានអារម្មណ៍សប្បាយចិត្តខ្លាំងទាំងស្រុងឬក៏អត់នោះទេចូលគ្រាន់តែអនុវត្តតាមគោលការណ៍ធ្វើឲ្យហាក់ដូចជាទៅគឺបានហើយនិយាយឲ្យចំទៅប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលវិជ្ជមានចូលធ្វើសកម្មភាពឲ្យហាក់ដូចជាអ្នកជាមនុស្សបែបនោះរួចជាស្រេចឲ្យបានហើយមិនយូរនោះទេអ្នកនឹងរកឃើញថាការពិតទៅអ្នកពិតជាបានក្លាយជាមនុស្សវិជ្ជមានជាងមុនមែនសូមកុំបារម្ភអីប្រសិនបើអ្នកមានអារម្មណ៍មិនសូវទម្លាប់ប៉ុន្មាននៅក្នុងការនិយាយពាក្យទាំងនេះនៅពេលដំបូងចូលបន្តធ្វើវាហើយនៅទីបំផុតអ្នកនឹងច្បាស់ជាស៊ាំនឹងវាជាមិនខានអ្នកនឹងចាប់អារម្មណ៍ឃើញយ៉ាងឆាប់រហ័សថាអ្នកមានអារម្មណ៍ល្អជាងមុនមនុស្សដទៃចង់នៅក្បែរអ្នកហើយលទ្ធផលវិជ្ជមាននឹងរត់មករកអ្នកជាក់ជាមិនខានចុះពេលនេះតើអ្នកសុខសប្បាយជាទេខ្ញុំដូចជាលឺអ្នកចង់ឆ្លើយថាសុខសប្បាយខ្លាំងណាស់